នៅពេលដែលយើងខំប្រឹងដើរទៅរកគោលដៅរបស់យើងមិនខ្វះទេសំឡេងរំខាននៅតាមផ្លូវហើយបើអ្នកមិនចង់ឮសំឡេងទាំងអស់ហ្នឹងសូមដើរទៅឲ្យឆ្ងាយដើរកាន់តែឆ្ងាយអ្នកនឹងលែងឮសំឡេងអត់ប្រយោជន៍ទាំងអស់ហ្នឹងឯងពេលហ្នឹងនៅពេលដែលយើងខំប្រឹងធ្វើការគេបែរជាមកសួរយើងថាខំម្លេះហើយស្លាប់ទៅយកលុយបានទៅមែនហើយខំម្លេះបើស្លាប់ទៅវិញខ្លួនទៅទេវាជាការពិតស្លាប់ទៅយកអីអត់បានទៅទេប៉ុន្តែអ្នកខ្លះដែលមិនខ្វល់ខ្វាយដែលមិនខំប្រឹងមិនតន់នឹងស្លាប់ផងអស់លុយចាយបាត់ហើយព្រោះតែរឿងស្លាប់ទៅយកអីទៅមិនបាននឹងហើយបានជាយើងខំប្រឹងបង្កើតនៅស្នាដៃទុកនៅលើផែនដីនេះឲ្យក្មេងជំនាន់ក្រោយបានឃើញអាយុកាន់តែច្រើនហើយរៀនថ្លឹងថ្លែងសម្ដីណាវិជ្ជមានសម្ដីណាអវិជ្ជមានសម្ដីណាមកបង្អាក់ដំណើរបង្អាក់ក្តីសម័យរបស់យើងជីវិតយើងប្រៀបដូចជាឡានមួយគ្រឿងអញ្ចឹងហើយយើងដូចជាតកង់ម្នាក់គត់នៃជីវិតរបស់យើងបើយើងឲ្យអ្នកផ្សេងមកបញ្ជាថាកាច់ទៅឆ្វេងឬទៅកាច់ទៅស្ដាំតាមចិត្តគេនៅពេលដែលយើងជួបគ្រោះថ្នាក់គ្មាននរណាមកជួយចាប់ជំនួយយើង